ពេលវេលាមិនស្មើគ្នាប៉ុន្តែអ្នកមានព្យាយាមភ្ញាក់រលឹកពីពេលមិនទាន់ភ្លឺរមែងមានពេលវេលាច្រើនជាងហើយម្យ៉ាងទៀតវាសំខាន់ត្រង់តែការប្រើប្រាស់នៅពេលវេលានោះបានប្រយោជន៍ឬឥតប្រយោជន៍ខាងសប្បាយកាយឬប្រយោជន៍ខាងចម្រើនចិត្តកាយរាប់ពាន់ដួងភ្លឺចាញ់ដួងខែដែលដួងខែមានតែមួយប៉ុណ្ណោះក៏ដូចជាមិត្តផ្លំរាប់ពាន់នាក់มันអាចប្រៀបបាននឹងមិត្តល្អតែម្នាក់ប៉ុណ្ណោះដូច្នោះដែរក្រោតដូចជាភ្នក់ភ្លើងដូច្នេះកុំយកភ្លើងមករលត់ភ្លើងត្រូវតែរលត់ភ្លើងកំហឹងទៅដោយទឹកចិត្តមេត្តាភ្លើងរលត់កាលណាផ្ទះខ្លាយជាវិមានការនោះដោយអំណាចនៃមេត្តានិង